នៅប្រហែលសប្តាហ៍ខាងមុខនេះខ្ញុំនឹងចែករំលែកនៅធានបទមួយដែលខ្ញុំជឿជាក់ថានឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំដាក់ចំណងជើងថា winning relationship ដែលខ្ញុំជឿជាក់ថាទំនាក់ទំនងជាកត្តាមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងនាមជាអ្នកដើរតាមព្រះជន្មចាស់ក៏ដូចជាមានទំនាក់ទំនងមួយដែលប្រសើរដែលល្អដែលនឹងជួយជីវិតយើងឡើងទៅកម្រិតមួយថ្មីផងដែរនៅក្នុងប្រធានបទនេះខ្ញុំនឹងចែករំលែក3 idea ធំដែលខ្ញុំជឿជាក់ថានឹងជួយបងប្អូនទាំងអស់គ្នា idea ទី1តាក់ទងទៅនឹងការ win ការមានជ័យជំនះពីក្នុងមុខក្រៅនៅពេលដែលយើងនៅម្នាក់ឯងហើយយើងគួរត្រៀមខ្លួនបែបណាតើយើងគួរចំណាយពេលបែបណាដើម្បីដោះខាត់យើងខ្លួនឯងទី2ខ្ញុំនឹងចែករំលែកតាក់ទងទៅនឹងរបៀបដែលយើងណាត់ជួបគ្នាមានទំនាក់ទំនងក្នុងរបៀបនឹងក្របតាមបំណងផាតីព្រះអង្គតើយើងនឹងណាត់ជួបបែបណាតើយើងនឹងស្គាល់គ្នាបែបណាដើម្បីឲ្យជីវិតយើងកាន់តែស្របតាមបំណងផាតីព្រះអង្គទាំងពីរនាក់ទី3ខ្ញុំនឹងចែករំលែកខ្លីៗអំពីជំហានមួយទៀតដែលឈានទៅរកការរៀបការនៅពេលផងដែរជំហានទី1ដែលខ្ញុំនឹងចែករំលែកតាក់ទងទៅនឹងទំនាក់ទំនងលោកអ្នកបងប្អូនទាំងអស់គ្នាជំហានទី1តាក់ទងទំនាក់ទំនងជាមួយខ្លួនឯង you cannot win outside if you do not win on the inside លោកអ្នកបងប្អូនមិនអាចមានជ័យជំនះនៅខាងក្រៅបានទេបើលោកអ្នកបងប្អូនមិនទាន់មានជ័យជំនះឬមួយភាពខ្លាំងពីក្នុងមកក្រៅឧទាហរណ៍ដូចជាខ្ញុំជឿជាក់ថា healthy relationship start with healthy you ដើម្បីលោកអ្នកបងប្អូនទាំងអស់គ្នាមានទំនាក់ទំនងដែលល្អជាមួយអ្នកដទៃលោកអ្នកបងប្អូនត្រូវមានទំនាក់ទំនងល្អជាមួយខ្លួនឯងសិនដូច្នេះទីចាប់ផ្ដើមដែលជួយយើងមានទំនាក់ទំនងល្អជាមួយខ្លួនឯងឬមួយក៏ healthy នៅក្នុងជីវិតរបស់យើងពីក្នុងមកក្រៅទី1លោកអ្នកបងប្អូនត្រូវមានការជាសះស្បើយគ្រប់ទាំងការជឿចាប់ទាំងអស់លោកអ្នកបងប្អូនធ្លាប់មានស្នេហាពីមុនធ្លាប់មានទំនាក់ទំនងពីមុនមានមិត្តភ័ក្តិដែលគេធ្វើបាបចិត្តគេមិនស្មោះត្រង់គេបោកប្រាស់យើងធ្វើឲ្យយើងចងគំនុំឈឺចិត្តលោកអ្នកបងប្អូនត្រូវសូមព្រះជាម្ចាស់ឲ្យជួលអ្នកបងប្អូនទាំងអស់គ្នាសូមព្រះអង្គឲ្យព្យាបាលដួងចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាដើម្បីលោកអ្នកបងប្អូនទាំងអស់គ្នាអាច healthy ហើយចាប់ផ្ដើមទំនាក់ទំនងដែល healthy ជាមួយអ្នកដទៃផងដែរទី2លោកអ្នកបងប្អូនមិនត្រូវរងចាំគេដើម្បីមកបំពេញយើងទេយើងត្រូវអនុញ្ញាតឲ្យព្រះជាម្ចាស់បំពេញជីវិតរបស់យើងត្រូវអនុញ្ញាតឲ្យព្រះអង្គជាបុគ្គលជាព្រះជាម្ចាស់ដែលនឹងបំពេញជីវិតរបស់យើងព្យាបាលដួងចិត្តរបស់យើងផ្ដល់កម្លាំងសម្រាប់យើងដើម្បីឲ្យយើងចាប់ផ្ដើមពីយើងជា the right one ជា healthy one ពោះទៅកាន់អ្នកដទៃផងដែរមកទី2ដែលខ្ញុំចង់ចែកម្លែកអ្នកបងប្អូនទាំងអស់គ្នាត្រូវតែស្គាល់អត្តសញ្ញាណខ្លួនឯងស្គាល់ពីតម្លៃរបស់យើងមុនពេលដែលយើងចូលទៅដល់ទំនាក់ទំនងលោកអ្នកបងប្អូនទាំងអស់គ្នាបើលោកអ្នកបងប្អូនមិនស្គាល់ពីតម្លៃរបស់ខ្លួនឯងនៅក្នុងដំណើររបស់យើងជាឬបរិស័ទទេលោកអ្នកបងប្អូននឹងពិបាកស្គាល់តម្លៃខ្លួនឯងនៅពេលយើងមានទំនាក់ទំនងជាមួយគ្នាដូច្នេះសម្រាប់លោកអ្នកបងប្អូនដែលនៅលីវនៅឡើយខ្ញុំលើកទឹកចិត្តលោកអ្នកបងប្អូនឲ្យស្គាល់ពីតម្លៃរបស់ខ្លួនឯងស្គាល់អត្តសញ្ញាណដែលព្រះជាម្ចាស់បានហៅលោកអ្នកបងប្អូនជាកូនលោកអ្នកបងប្អូនជាមនុស្សមានបាបដូចខ្ញុំដែរព្រះជាម្ចាស់បានសង្គ្រោះយើងព្រះជាម្ចាស់ព្រះអង្គបានសុគតលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងដើម្បីរំដោះយើងឲ្យមានសេរីភាពហើយព្រះអង្គរាប់យើងជាកូនលោកអ្នកបងប្អូនមានតម្លៃខ្ញុំមានតម្លៃអត្តសញ្ញាណរបស់យើងជាកូនរបស់ព្រះអង្គលោកអ្នកបងប្អូនត្រូវចងឲ្យជាប់ជាមួយនឹងអត្តសញ្ញាណនេះដើម្បីឲ្យយើងរស់នៅជីវិតដែល healthy នៅពេលយើងចូលទៅកាន់ទំនាក់ទំនងយើងក៏អាចយកអ្វីដែលយើង healthy ទៅកាន់ដៃគូរបស់យើងផងដែរទី3លោកអ្នកបងប្អូនត្រូវដោះស្រាយជាមួយនឹងអតីតកាលរបស់យើងបើអតីតកាលរបស់យើងចងយើងមករីកចម្រើនអតីតកាលរបស់យើងធ្វើឲ្យយើងឈឺចាប់អតីតកាលរបស់យើងធ្វើឲ្យយើងមិនបានរីកចម្រើនទៅមុខអតីតកាលរបស់យើងតែងតែអូសយើងថយក្រោយលោកអ្នកបងប្អូនត្រូវដោះស្រាយមកអតីតកាលអ្នកបងប្អូនទាំងអស់គ្នាប្រហែលជាការឈឺចាប់ប្រហែលជាការបដិសេធប្រហែលជាអ្វីមួយដែលធ្វើឲ្យយើងមិនរីកចម្រើនឆ្ពោះទៅមុខលោកអ្នកបងប្អូនត្រូវដោះស្រាយមួយកិច្ចការទាំងអស់ហ្នឹងដើម្បីឲ្យជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាអាចបន្តដំណើរទៅមុខដោយ healthy ដោយល្អអញ្ចឹងសម្រាប់លោកអ្នកបងប្អូនដែលនៅលីខ្ញុំពិតជាលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាអាច check មើលខ្លួនឯងបានហើយសូមព្រះជាម្ចាស់ឲ្យជួយលោកអ្នកបងប្អូនទាំងអស់គ្នាផងដែរចំណុចបន្ទាប់ដែលខ្ញុំចង់ចែកម្លែកខ្ញុំជឿជាក់ថាជីវិតដែល insecure នឹងធ្វើឲ្យជីវិតរបស់យើង
មិនសំណុកសុខស្រួលទេមានន័យថាបើយើងមានដួងចិត្តដែល insecure អសន្តិសុខផ្លូវចិត្តរបស់យើងបើយើងអសន្តិសុខនៅពេលយើងនៅម្នាក់ឯងហើយលោកអ្នកបងប្អូនចូលក្នុងទំនាក់ទំនងលោកអ្នកបងប្អូននឹងតែងតែអសន្តិសុខជាមួយដៃគូរបស់យើងដែរយើងបារម្ភនេះយើងបារម្ភនោះយើងខ្លាចនេះយើងខ្លាចនោះតែងតែមានរឿងអីមួយដែលធ្វើឲ្យយើងមិនស្កប់ចិត្តមិនអសន្តិសុខផ្លូវចិត្តដូច្នេះខ្ញុំពិតជាលើកចិត្តលោកអ្នកបងប្អូនអរគ្នាអំឡុងពេលដែលលោកអ្នកបងប្អូននៅលឺនៅឡើយចូលទុកចិត្តប្រជាម្ចាស់ចូលសុំព្រះអង្គជួយឲ្យលោកអ្នកបងប្អូនមានដួងចិត្តមួយដែលមានសន្តិភាពសូមព្រះអង្គឲ្យលោកអ្នកបងប្អូនចេះស្កប់ចិត្តបើមិនដូច្នោះទេលោកអ្នកបងប្អូននឹងមានជីវិតនឹងមានដួងចិត្តដែលអសន្តិសុខហើយចូលក្នុងទំនាក់ទំនងក៏អសន្តិសុខផ្លូវចិត្តដែរអញ្ចឹងដូច្នេះខ្ញុំពិតជាលើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាចូលស្វែងរកចិត្តស្កប់ចូលស្វែងរកសន្តិភាពដែលមកពីព្រះអង្គដើម្បីសូមឲ្យព្រះអង្គជួយយើងឲ្យរីកចម្រើនផ្នែកនេះផងដែរខ្ញុំចង់ចែកម្លែកជាមួយអ្នកបងប្អូនប៉ុណ្ណឹងជាមួយនឹងអ្វីដែលខ្ញុំជឿថានឹងជួយអ្នកបងប្អូនទាំងអស់គ្នាសម្រាប់មេរៀននេះខ្ញុំនឹង break down ខ្ញុំនឹងចែកម្លែក4 session ទៅកាន់អ្នកបងប្អូនទាំងអស់គ្នានៅពេលខាងមុខដូច្នេះខ្ញុំពិតជាលើកទឹកចិត្តថាអ្វីដែលខ្ញុំនឹងពំនាំនៅពេលខាងមុខនឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យ win in relationship ផងដែរមានលោកគ្រូម្នាក់គាត់ប្រាប់ខ្ញុំថានៅពេលដែលយើងផុតលាចាកលោកទៅនៅពេលដែលយើងដល់ពេលកំណត់ដែលព្រះជាម្ចាស់យកយើងទៅឋានរំសុខអ្វីដែលនៅសល់ក្នុងជីវិតរបស់យើងមិនមែនទ្រព្យសម្បត្តិមិនមែនមានប្រាក់អ្វីដែលនៅសល់គឺមានតែមួយឯងទំនាក់ទំនងដែលយើងនឹងមានឱកាសទៅនិចដូច្នេះខ្ញុំជឿជាក់ថាអ្វីខ្ញុំនឹងចែករំលែកនេះនឹងជួយលោកអ្នកបងប្អូនដែលកំពុងតែ dating ផងលោកអ្នកបងប្អូនដែលនៅលឺផងលោកអ្នកបងប្អូនដែលចង់មានទំនាក់ទំនងមិនថាស្នេហាមិនថាជាមួយអ្នកដទៃឲ្យកាន់តែប្រសើរដែរដូច្នេះជួបគ្នានៅវគ្គក្រោយ